ការពីប្រហែលថ្ងៃមុនហ្នឹងមានសខាកាមយើងម្នាក់ដែលកំពុងតែធ្វើការនៅក្នុងប្រទេសជប៉ុនណាប្រុសគាត់ឆាតមកខ្ញុំថាគាត់ចង់ញ៉ាំជ្រក់ត្រពាំងហើយគាត់អត់ចេះធ្វើអញ្ចឹងណាគាត់ឃ្លានខ្លាំងណាអញ្ចឹងគាត់សូមឲ្យខ្ញុំធ្វើលក់ឲ្យគាត់តែខ្ញុំអត់លក់ទេខ្ញុំថាឲ្យតែលុយថ្លៃគ្រឿងមកខ្ញុំធ្វើឲ្យញ៉ាំហើយនឹងមួយទៀតចង់បានជ្រក់ត្រពាំងបងជ្រក់ត្រពាំងហើយបងឯងសរុបលុយទៅអស់ប៉ុន្មានខ្ញុំបាញ់លុយឲ្យបងឯងតាមកាតទេអត់អីបងឯងចង់ញ៉ាំអាតាហូបត្រពាំងខាងលើនោះវាតដល់ខែទេតដល់ខែ6ពាក់កណ្ដាលខែ6ឯនោះបានធ្វើបានតែបងអាចកំងតាមអ៊ីនធឺណិតអត់ឯងបានត្រពាំងចិនណាអាខាងលើអាខាងក្រោមត្រពាំងព្រិចអានោះបងអាចធ្វើឲ្យបានដោយសារតែនៅក្រុងខ្ញុំនឹងអត់មានត្រពាំងព្រិចទេចាចឹងហើយខ្ញុំទៅផ្សារខ្ញុំទិញត្រពាំងព្រិចជាកញ្ចប់ចេះបងប្អូនចាត្រពាំងព្រិចហ្នឹងគេស្ងោរឆ្អិនហើយគេវាយជាកញ្ចប់ចាស្រួយឆ្ងាញ់ត្រពាំងនេះខ្ញុំធ្លាប់ទិញយកមកធ្វើម្ហូបណាចឹងខ្ញុំគិតថាយកវាមកជ្រក់ទៅចាវាអត់មានអីតោះខុសទេព្រោះអាត្រពាំងដែលគេជ្រក់ថងហ្នឹងវាអត់មានរសជាតិអីហ្នឹងចាគេគ្រាន់តែស្ងោរឲ្យដាក់ថងឲ្យខ្ញុំសួរប្តីខ្ញុំជនជាតិជប៉ុនគាត់ថាអាហ្នឹងវាសុវត្ថិភាពឯងព្រោះលក់នៅផ្សារជប៉ុនវាអត់មានសារធាតុគីមីអីទេចាគេគ្រាន់តែស្ងោរឲ្យវាយខ្លះសេមកខ្លុំបេមកអញ្ចឹងខ្ញុំទិញវាមក20កញ្ចប់ហើយខ្ញុំកាត់ថងណាឲ្យចាក់ទៅឲ្យលាងវាឲ្យស្អាតហើយខ្ញុំដាំទឹកហ្នឹងខ្ញុំអត់កំណត់ចំនួនលីត្រទេខ្ញុំដាំដើម្បីខ្ញុំស្ងោរត្រពាំងឲ្យឆ្អិនហើយរាប់ពីទឹកពុះគឺ10នាទីធម្មតាត្រពាំងហ្នឹងគេស្ងោរឆ្អិនហើយប៉ុន្តែយើងស្ងោរទៀតណាចាស្ងោរឲ្យវាឆ្អិនម្ដងទៀតទៅឲ្យងាប់មេរោគឲ្យវាធានាថាវាឆ្អិនម្ដងទៀតបន្ទាប់មកខ្ញុំលាងឆ្នាំងឲ្យស្អាតខ្ញុំដាក់ទឹកថ្មីចំនួន3លីត្រកន្លះទុកសិនអត់ទាន់ដាំទេខ្ញុំងាករត់មកថ្លឹងអំបិលសិនអំបិលខ្ញុំប្រើអំបិលក្រួសធម្មតារបស់ជ្រោះរបស់ងៀតគេប្រើអំបិលក្រួសគេអត់ប្រើអំបិលអ៊ីយ៉ូតទេខ្ញុំថ្លឹងមួយខាំចាអញ្ចឹងទឹក3លីត្រកន្លះអំបិលក្រួសមួយខាំហើយដោយសារគាត់ប្រាប់ខ្ញុំថាគាត់មិនសូវចេះហូបហឹលអញ្ចឹងខ្ញុំប្រើម្ទេសហាវ៉ៃនេះដែលវាមានពណ៌ក្រហមនេះដើម្បីជំនួយពណ៌នេះបងប្អូនល្អហ៎ម្ទេសហាវ៉ៃហ្នឹងនៅជប៉ុនថ្លៃដែរណាចាមួយផ្លែអញ្ចឹងឡើង300យេនជាងដែរចា2-300យេនហើយខ្ញុំប្រើម្ទេសខ្លះម្ទេសនេះខ្ញុំប្រើ20គ្រាប់ធម្មតាជ្រក់ត្រពាំងយើងអត់ដាក់ម្ទេសសុទ្ធក៏បានដែរគ្រាន់តែដាក់ម្ទេសខ្លះទៅក៏វាឆ្ងាញ់ចាគាត់ប្រាប់ថាមិនសូវចេះហឹលអញ្ចឹងខ្ញុំដាក់ម្ទេសតែ20គ្រាប់អីទេបើគាត់ចេះហឹលដាក់50-60គ្រាប់អញ្ចឹងណាអូនិយាយពីម្ទេសមិនខ្វះទេចាពេញទូទឹកកកខ្ញុំបានទទួលកាដូពីបងប្អូនខ្មែរនៅប្រទេសជប៉ុននឹងម្ទេសច្រើនណា5គីឡូ10គីឡូឯណោះចាឲ្យខ្ញុំយកវាមកកិនដំបងឡើយខ្ញុំអត់បានដាក់ទឹកត្រជាក់បន្តិចចឹងកិនម៉ាស៊ីនវាអត់ទៅមុខក្រោយមកខ្ញុំដាក់ទឹកបន្តិចទៅណាហើយយើងកិនកុំឲ្យម៉ត់ពេកធម្មតាបងប្អូនចង់ច្រាមក៏ច្រាមទៅប៉ុន្តែខ្ញុំមានម៉ាស៊ីនហើយខ្ញុំកិនចឹងទៅចាបងប្អូនចង់បុកក៏បានដែរអាម្ទេសហ្នឹងហើយយើងប្រើខ្ទឹមសដើម្បីជំនួយឲ្យវាក្លិនឈ្ងុយចាខ្ទឹមសយើងដាក់2មើមឬក៏3មើមអីទៅចាខ្ញុំដាក់2មើម3មើមចា2មើមដំបូងខ្ញុំដាក់គិតថា2មើមតែគិតតែតិចពេកខ្ញុំដាក់ថែម1មើមទៀតហើយខ្ញុំច្រកវាចូលក្នុងថង់ដៃហើយមូរមាត់ថង់វាធូរទៅហើយខ្ញុំដំវាដំទូកកុំឲ្យវាលហែកគូតថង់ណាធ្វើអញ្ចឹងទៅយើងស្រួលបកសបកហើយខ្ញុំដាក់អាខ្ទឹមសនោះចូលម៉ាស៊ីនកិនគ្រឿងនឹងទៀតទៅខ្ញុំដាក់ទឹកបន្តិចលើកនេះអត់ភ្លេចដាក់ទឹកទេដាក់ទឹកបន្តិចដើម្បីឲ្យម៉ាស៊ីនហ្នឹងយើងកិនទៅឆាប់វិលម្ទេសក៏ដូចខ្ទឹមសក៏ដូចគ្នាយើងកុំកិនម៉ត់ពេកហើយចំណែកឯអំបិលយើងដាក់ចូលទឹកនៅក្នុងទឹក3លីត្រកន្លះហ្នឹងអំបិលក្រួសមួយខាំណាយើងបុកឲ្យម៉ត់មកចាហើយយើងដាក់ម្ទេសដែលយើងកិនហើយនៅខ្ទឹមសដែលយើងកិនហ្នឹងដាក់អស់មកចាហើយយើងត្រូវដាំទឹកនឹងឲ្យពុះចាប្រហែលជា10នាទីឲ្យឆ្អិនខ្ទឹមហើយឆ្អិនម្ទេសហើយបើយើងជួយចិត្តម្ទេសក្រៅទៀតគឺយើងថែមម្ទេសក្រៅ4-10គ្រាប់ទៀតទៅណាចាដូចខ្ញុំអញ្ចឹងបងអូនប្រុសដែលគាត់កំងហ្នឹងគឺគាត់មិនមែនយកទៅហូបម្នាក់ឯងគាត់យកហូបមួយសង្សារស្រីគាត់ចាដូចថាសង្សាររបស់គាត់ចេះហូបម្ទេសអញ្ចឹងណាអញ្ចឹងបើខ្ញុំដាក់ម្ទេសហ្នឹងមានម្ទេសមូលខ្លះម្ទេសកិនខ្លះហើយលាយមួយម្ទេសហាវ៉ៃចាបងប្អូន
នៅពេលដែលយើងដាក់តាពាំងចូលហ្នឹងគឺយើងមិនបាច់ស្ងោរអីទៀតទេព្រោះតាពាំងយើងស្ងោរម្ដងហើយយើងបិទភ្លើងទៅហើយយើងត្រាំទុកក្នុងនោះឲ្យវាត្រជាក់សិនចាំដាក់ចូលកន្លហើយបិទពេលដែលវាត្រជាក់យើងបិទគម្របណាចាយើងបិទគម្របហើយយើងទុកពី2អាទិត្យទៅមួយខែទៅតាមប្រទេសក្តៅឬប្រទេសត្រជាក់បើប្រទេសក្តៅវាឆាប់ជូរអញ្ចឹងណាបើប្រទេសត្រជាក់វាក្រជូរចាហើយយើងទុកកុំទុកក្នុងទូទឹកកកយើងទុកនៅចក្រានបាយយើងកុំឲ្យត្រូវពលឺថ្ងៃកុំយកទៅហាលថ្ងៃចាយើងទុកនៅក្នុងសីតុណ្ហភាពធម្មតានៅក្នុងចក្រានបាយយើងឲ្យវាជូរតាមដំណើរខ្ញុំចង់បញ្ជាក់បន្តិចណាពេលដែលយើងដាក់តាពាំងហ្នឹងហើយនឹងទឹកតាពាំងជ្រក់តាពាំងចូលក្នុងកន្លកុំដាក់ឲ្យពេញពេកព្រោះដល់ពេលវាជូរវារៀងចេញហ្គាសមកហ្គាសធម្មតាវាឡើងកាច់ជូរបាក់តេរីល្អហ្នឹងគឺវាចេញហ្គាសមកអញ្ចឹងវាអាចធ្វើឲ្យទឹកនោះរៀងជន់ច្រើនជាងធម្មតាបន្តិចទឹកជ្រក់ហើយបើបងប្អូនឃើញសអីដែលនៅលើកំប៉ុងតាពាំងហ្នឹងណាកំប៉ុងជ្រក់ហ្នឹងបងប្អូនដួសចេញទៅអាហ្នឹងគេហៅបាក់តេរីល្អឬក៏មេជ្រក់ចាបើផ្សិតខ្មៅគឺបានន័យថាខូចហើយត្រូវចាក់ចោលព្រោះផ្សិតនឹងខ្មៅគឺបានន័យថាតាពាំងនៅវាខូចតែបើចេញផ្សិតសអាហ្នឹងអត់អីទេយើងដួសផ្សិតនឹងចោលទៅចាហើយអរគុណបងប្អូនបើបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេច share ម្នាក់មួយហើយជ្រក់តាពាំងហ្នឹងគឺហូបអត់មានប៉ះពាល់សុខភាពអីទេបើយើងអត់ឈឺកាពះបើយើងឈឺកាពះវាអាចធ្វើឲ្យកាហាយកាពះក្តៅកាពះកុំហូបអីជ្រក់តែបើសិនកាពះយើងល្អហូបទៅវាជួយកាពះវិញចាវាមានបាក់តេរីល្អនៅក្នុងហ្នឹងចាអរគុណច្រើនអញ្ចឹងសង្ឃឹមជួបគ្នានៅវីដេអូក្រោយទៀតសូមជម្រាបលាបាយបាយ